ព្រះគម្ពីរលោកុបាតចំពោះ6ការមនុស្សចាប់ផ្ដើមមានគ្នាច្រើនឡើងនៅលើផែនដីហើយគេបង្កើតបានកូនស្រីនោះកូនប្រុសរបស់ព្រះឃើញថាកូនស្រីរបស់មនុស្សស្រស់ល្អគេក៏យកធ្វើជាប្រពន្ធតាមតែចិត្តរបស់គេព្រះយេហូវ៉ាមានព្រះបន្ទូលថាវិញ្ញាណរបស់យើងនឹងមិននៅក្នុងមនុស្សជារៀងរហូតត្បិតគេជាសាច់ឈាមអាយុរបស់គេនឹងបានត្រឹមតែ120ឆ្នាំប៉ុណ្ណោះនៅសម័យនោះមានមនុស្សមានធំសម្បើមនៅលើផែនដីហើយក្រោយមកក៏នៅតែមានដែរការកូនប្រុសរបស់ព្រះបានចូលទៅឲ្យកូនស្រីរបស់មនុស្សនាងទាំងនោះក៏បង្កើតបានកូនឲ្យពួកគេនាងទាំងនោះជាមនុស្សខ្លាំងពូកែដែលរស់នៅកាលពីសម័យបុរាណជាមនុស្សមានឈ្មោះល្បីព្រះយេហូវ៉ាទតឃើញថាអំពើអាក្រក់របស់មនុស្សបានចម្រើនច្រើនឡើងនៅលើផែនដីហើយថាអស់ទាំងគំនិតក្នុងចិត្តរបស់គេចេះតែអាក្រក់ជានិច្ចដូច្នេះព្រះយេហូវ៉ាស្ដាយដោយបានបង្កើតមនុស្សមកនៅលើផែនដីហើយព្រះអង្គមានព្រះទ័យព្រួយព្រះយេហូវ៉ាមានព្រះបន្ទូលថាយើងនឹងលុបបំបាត់មនុស្សដែលយើងបានបង្កើតមកឲ្យអស់ពីផែនដីចាប់តាំងពីមនុស្សរហូតដល់សត្វជើង4សត្វលូនវានិងសត្វហើរលើអាកាសផងត្បិតយើងស្ដាយដែលបានបង្កើតគេមកប៉ុន្តែលោកណូអេបានប្រកបដោយព្រះគុណនៅចំពោះព្រះយេហូវ៉ានេះជាដំណរវងរបស់លោកណូអេជាមនុស្សសុចរិតហើយគ្រប់លក្ខនៅជំនាន់របស់លោកបានដើរជាមួយព្រះលោកណូអេបង្កើតបានកូនប្រុស3គឺសឹមហាំនិងយ៉ាផេតនៅគ្រានោះផែនដីបានខូចអាក្រក់នៅចំពោះព្រះហើយផែនដីមានពេញដោយអំពើខូខើព្រះទ្រង់ទតឃើញថាផែនដីខូចអាក្រក់ត្បិតគ្រប់ទាំងសាច់បានបង្ខូចផ្លូវរបស់ខ្លួននៅលើផែនដីព្រះទ្រង់មានបន្ទូលមកកាន់លោកណូអេថាយើងសម្រេចឲ្យសាច់ទាំងអស់វិនិច្ឆ័យផុតពីមុខយើងត្បិតផែនដីពេញដោយអំពើខូខើរបស់ដោយសារគេឥឡូវនេះយើងនឹងធ្វើឲ្យគេវិនិច្ឆ័យទៅជាមួយនឹងផែនដីចូលយកឈើម៉ៃសាក់មកធ្វើជាទូកធំសម្រាប់អ្នកត្រូវធ្វើបន្ទប់នៅក្នុងទូកនោះហើយប្រមូលជួរមកលាបទាំងក្នុងនិងក្រៅផងអ្នកត្រូវធ្វើយ៉ាងដូចនេះគឺបណ្ដោយ300ហត្ថទទឹង50ហត្ថនិងកម្ពស់30ហត្ថត្រូវធ្វើដំបូលមួយពីលើទូកហើយធ្វើឲ្យមានកម្ពស់1ហត្ថត្រូវឲ្យមានទ្វារនៅពីចំហៀងទូកត្រូវធ្វើឲ្យមានថ្នាក់ក្រោមនិងថ្នាក់2និងថ្នាក់ទី3ត្បិតមើលយើងនឹងធ្វើឲ្យមានទឹកជំនន់លើផែនដីដើម្បីបំផ្លាញគ្រប់ទាំងសត្វដែលមានដង្ហើមជីវិតនៅក្រោមមេឃអ្វីទាំងអស់នៅលើផែនដីត្រូវស្លាប់ប៉ុន្តែយើងនឹងតាំងសញ្ញារបស់យើងជាមួយនឹងអ្នកហើយអ្នកនឹងចូលទៅក្នុងទូកធំនោះជាមួយកូនប្រពន្ធនិងកូនប្រសាស្រីរបស់អ្នកឯអស់ទាំងសាច់ដែលមានជីវិតទាំងឡាយអ្នកត្រូវនាំយកសត្វមួយគូគ្រប់ទាំងពូជទាំងឈ្មោះទាំងញីចូលទៅក្នុងទូកដើម្បីឲ្យបានរួចជីវិតជាមួយអ្នកគឺសត្វហើរតាមពូជសត្វជើង4តាមពូជទាំងសត្វលូនវានៅលើដីគ្រប់មុខតាមពូជគ្រប់ទាំងពូជសត្វមួយគូនឹងមកឯអ្នកដើម្បីឲ្យបានរួចជីវិតត្រូវយកអាហារគ្រប់មុខដែលធ្លាប់បរិភោគប្រមូលមកទុកជាស្បៀងសម្រាប់អ្នកនិងសម្រាប់សត្វទាំងនោះដែរលោកណូអេក៏ធ្វើដូច្នេះមែនគឺលោកបានធ្វើសពគ្រប់ទាំងអស់តាមសេចក្តីដែលព្រះបានបង្គាប់